ថ្ងៃនេះខ្ញុំមានរឿងមួយសម្រាប់ចែកជូនអ្នកទាំងអស់គ្នាស្ដាប់ដើម្បីជាការសិក្សានិងកំសាន្តគឺរឿងសេដ្ឋីនិងកូនប្រុស4នាក់សេដ្ឋីម្នាក់មានជំងឺប្រចាំកាយមុនពេលសេចក្តីស្លាប់ឈានចូលមកដល់សេដ្ឋីម្នាក់នោះបានហៅកូនប្រុសទាំង4នាក់របស់គាត់មកជួបគាត់បានឲ្យសេកដែលមានតម្លៃ$10,000ឲ្យទៅកូនប្រុសម្នាក់មួយសន្លឹកដើម្បីធ្វើអាជីវកម្មស៊ុតមាន់ក្នុងរយៈពេល1ខែអ្នកណាដែលរកប្រាក់ចំណេញបានច្រើនជាងគេនឹងទទួលបានចំណែកធំជាងគេរបស់ក្រុមហ៊ុនបងប្អូនទាំង4នាក់បានទទួលលុយពីឪពុកហើយដើរចេញពីបន្ទប់រៀងៗខ្លួនកូនបងឈ្មោះជេកបានចាប់ផ្ដើមមុនគេគាត់បានយកលុយ$10,000ទៅទិញកសិដ្ឋានតូចមួយនិងទិញមាន់ដែលមានពងគុណភាពខ្ពស់មានតម្លៃ$40ក្នុងមួយក្បាលពូជមាន់ប្រភេទនោះផ្ដល់ពងច្រើនណាស់ជារៀងរាល់ថ្ងៃគាត់សម្អាតមាន់ដោយខ្លួនឯងសម្អាតទ្រុងនិងប្រមូលស៊ុតដោយដៃមាន់របស់គាត់អាចដាក់ពងបានប្រហែល200គ្រាប់ក្នុងមួយថ្ងៃគាត់លក់តម្លៃ50សេនក្នុងមួយគ្រាប់បន្ទាប់ពីដកថ្លៃចំណីនិងថ្នាំគាត់រកចំណូលបានប្រហែល20សេនក្នុងមួយគ្រាប់បន្ទាប់ពី30ថ្ងៃគាត់រកប្រាក់ចំណេញសរុបបានប្រហែលជា$3,000និយាយទៅគាត់មិនប្រឈមមុខនឹងហានិភ័យច្រើនទេប៉ុន្តែគាត់នឿយហត់ខ្លាំងណាស់ហើយដៃរបស់គាត់មានក្លិនចំណីមាន់ជាប់រហូតពេញមួយថ្ងៃកូនទី2ឈ្មោះម៉ាកូសបានមើលជេកហើយគិតថាហេតុអ្វីត្រូវទិញមាន់ដោយខ្លួនឯងហេតុអ្វីមិនជួលកសិដ្ឋានមាន់ទៅដូចនេះគាត់បានជួលកសិដ្ឋានមាន់ក្នុងកំឡុងពេលដែលមាន់មានពងច្រើនបំផុតតម្លៃជួលមាន់មានតម្លៃត្រឹមតែ$5តែប៉ុណ្ណោះក្នុងមួយក្បាលរយៈពេល1ខែជាមួយប្រាក់$10,000គាត់បានជួលមាន់2000ក្បាលជួលកម្មករមួយចំនួននិងបង្កើតប្រព័ន្ធដំណើរការដ៏មានប្រសិទ្ធភាពបន្ទាប់ពី30ថ្ងៃគាត់រកប្រាក់ចំណេញបានប្រហែល$12,000ប្រាក់ដើមដូចគ្នាប៉ុន្តែលទ្ធផលខុសគ្នាទាំងស្រុងខណៈពេលដែលជេកត្រឡប់មកពីកសិដ្ឋានដោយខ្លួនប្រលាក់ធូលីម៉ាកូសកំពុងអង្គុយផឹកស្រាមួយកែវញញឹមដោយមានមោទនភាពកូនទី3ដានីញ៉ែលបានគិតដោយស៊ីជម្រៅហេតុអ្វីខ្ញុំត្រូវចិញ្ចឹមមាន់ទៀតមិនចង់ឲ្យខ្លួនឯងកំណត់ដោយទុនត្រឹម$10,000ទេដូចនេះគាត់បានទៅរករោងចក្រកែច្នៃអាហារតាមរយៈភោជនីយដ្ឋានធំៗនិងហាងនំឧស្សាហកម្មដែលប្រើស៊ុតមាន់រាប់ម៉ឺនគ្រាប់ក្នុងមួយសប្តាហ៍គាត់បានសន្យាជាមួយខ្សែចង្វាក់ឧស្សាហកម្មទាំងនោះថាខ្ញុំនឹងផ្គត់ផ្គង់ស៊ុត10000គ្រាប់ក្នុងតម្លៃទាបជាងទីផ្សារ10%ប៉ុន្តែអ្នកត្រូវបង់ប្រាក់មុន40%ដំបូងឡើយក្រុមហ៊ុនទាំងនោះមានការស្នាក់ស្ទើរព្រោះថាខ្លាចដានីញ៉ែលបានលុយរួចយកលុយរត់បាត់ដោយឃើញថាមានការព្រួយបារម្ភរឿងនោះគាត់បានប្រើលុយ$10,000របស់ខ្លួននិងកេរ្តិ៍ឈ្មោះរបស់ឪពុកជាការធានាមួយបានចុះកិច្ចសន្យាហើយមិនយូរប៉ុន្មានគាត់ប្រមូលប្រាក់កក់ជាមុនបានប្រហែលជាង$50,000ជួលកសិដ្ឋានធំជួលកម្មករនិងទិញមាន់20000ក្បាលចុងខែគាត់រកប្រាក់ចំណេញបានប្រហែល$12,000ដោយគាត់បានយល់អំពីរឿងសំខាន់មួយកេរ្តិ៍ឈ្មោះរបស់អ្នកគឺជាទុនរបស់អ្នកចូលប្រើវាឲ្យមានតម្លៃចំណែកប្អូនពៅឈ្មោះ Rayen បានឃើញបងទាំង3ហើយក៏ប្រញាប់ប្រឡូកចូលក្នុងអាជីវកម្មស៊ុតតែគាត់បានជ្រើសរើសផ្លូវផ្សេងពីគេទាំងអស់គាត់បានយកប្រាក់$10,000ហើយធ្វើអ្វីមួយដែលគ្មានអ្នកណាម្នាក់នឹកស្មានដល់គាត់មិនបានទិញមាន់សូម្បីតែមួយក្បាលផ្ទុយទៅវិញគាត់ចំណាយពេលសិក្សានិយាយជាមួយកសិករទៅមើលមជ្ឈមណ្ឌលចែកចាយស្វែងយល់ពីរបៀបដំណើរការនិងឧស្សាហកម្មស៊ុតទាំងមូលបន្ទាប់មកគាត់បានបង្កើតវេទិកាមួយភ្ជាប់កសិករដោយផ្ទាល់ទៅអ្នកទិញដោយកាត់បន្ថយឈ្មួញកណ្ដាលកសិកររកប្រាក់បានច្រើនជាងមុនហើយអ្នកទិញទទួលបានស៊ុតល្អស្រស់ជាងមុនគាត់បានប្រើប្រាស់លុយ$10,000ទាំងអស់ទៅលើការផ្សព្វផ្សាយនិងបង្កើតកម្មវិធីមួយឈ្មោះថា Farm Freshie Eric ព្រមទាំងជួលអ្នកលក់2នាក់ក្នុងរយៈពេលមិនដល់3សប្តាហ៍ផងមានកសិករប្រហែលជាង80នាក់និងអ្នកទិញជាង100នាក់ជារៀងរាល់ថ្ងៃបានចូលរួមវេទិកានេះហើយមានការបញ្ជាទិញរាប់រយជារៀងរាល់ថ្ងៃគាត់បានសង្កេតឃើញថាកសិករត្រូវការចំណីថ្នាំនិងឧបករណ៍ផ្សេងទៀតដូចនេះគាត់បានទៅសហការជាមួយអ្នកផ្គត់ផ្គង់សម្ភារៈកសិកម្មរាល់ពេលដែលអ្នកប្រើប្រាស់ទំនិញតាមកម្មវិធីពួកគាត់នឹងទទួលបានកម្រៃជើងសារ5%គាត់សង្កេតឃើញទៀតថារថយន្តដឹកជញ្ជូនតែងតែធ្វើដំណើររវាងកសិដ្ឋាននិងអ្នកទិញដូចនេះគាត់បានចុះកិច្ចព្រមព្រៀងផ្ដាច់មុខជាមួយក្រុមហ៊ុនប្រេងឥន្ធនៈក្នុងតំបន់សមាជិកទទួលបានការបញ្ចុះតម្លៃប្រេងហើយគាត់រកបានកម្រៃជើងសារ3%ក្នុងមួយកាឡុងចុងខែគាត់រកបាន$80,000ពីកម្រៃជើងសារ$30,000ពីការសហការលក់សម្ភារៈកសិកម្មនិង$30,000ទៀតពីកិច្ចព្រមព្រៀងប្រេងឥន្ធនៈសរុបចំនួន$14,000ខណៈដែលអ្នកដទៃកំពុងតែរវល់គ្រប់គ្រងមាន់500ក្បាលរីអិនបានកសាងបណ្ដាញភ្ជាប់មនុស្សរាប់ពាន់នាក់រួចទៅហើយគាត់បានយល់ច្បាស់ថាមិនមែនគ្រាន់តែលក់ស៊ុតប៉ុណ្ណោះទេចូលគ្រប់គ្រងប្រព័ន្ធអេកូទាំងមូលហេតុនេះហើយបានជាអ្វីដែលមានអំណាចបំផុតនៅលើពិភពលោកមិនមែនជាប្រាក់ឬអំណាចនោះទេប៉ុន្តែគឺជារបៀបគិតប្រសិនបើយើងមិនបង្រៀនកូនៗឲ្យចេះគិតទេពួកគេអាចនឹងដើរយឺតជាងសម័យកាល